វគ្គមុនសាន់ម៉ៅរើសបានទារកម្នាក់នៅក្នុងធុងសម្រាមគេក៏បានយកទៅប្រគល់ឲ្យប៉ូលីសបន្តាប៉ូលីសគេមិនទទួលដឹងលើឡើយបន្ទាប់មកគេក៏បានយកទៅមណ្ឌលកុមារកំប្រាតែខាងមណ្ឌលកុមារកំប្រាគេក៏មិនទទួលយកដែរសាន់ម៉ៅគេគ្មានមធ្យោបាយគេក៏បានចិញ្ចឹមក្មេងនោះហើយនៅថ្ងៃមួយគេបានជាប់ឈីវដូចជាដៃដុននៅពេលនោះរឿងគ្រប់យ៉ាងក៏ត្រូវបានធូរសប្បាយខ្លះការពិតទារកតូចនេះគឺជាកូនចៅវាយស្រីរបស់ឈីវកូនស្រីរបស់ចៅវាយឈីវនាងមានទំនាក់ទំនងស្នេហាជាមួយនិស្សិតម្នាក់ក្រោយមកពួកគេក៏បានបង្កើតទារកម្នាក់នេះមកប៉ុន្តែបរិយាជាអ្នកមាននោះបានបង្ខំកូនស្រីឲ្យរៀបការជាមួយប្រធានធនាគារម្នាក់ដូច្នេះហើយគាត់ក៏បានបញ្ជាគេឲ្យយកទារកនោះទៅបោះចោលនៅក្នុងធុងសម្រាមហើយក៏បានប្រាប់កូនស្រីរបស់គាត់ថាទារកនោះបានស្លាប់បាត់ទៅហើយនិងបញ្ជាឲ្យគេយកនាងទៅឃុំនៅក្នុងបន្ទប់ពួកគេគឺជាក្មេងដែលគ្មានផ្ទះសម្បែងអនាថាម្ល៉េះហើយសាន់ម៉ៅមិនចង់ឲ្យទារកនោះមានវាសនាដូចគេឡើយដូច្នេះពួកគេបាននៅក្នុងខ្ទមស្បោយមួយនិងកំពុងរៀបចំផែនដើម្បីជួយម្ដាយនិងកូនពួកគេទាំងពីរដំបូងគឺត្រូវតែប្រាប់អ្នកនាងឲ្យដឹងអំពីរឿងនេះពេលនោះសាន់ម៉ៅនិងឡានលីបានមកកន្លែងដែលអ្នកនាងត្រូវឃុំខ្លួនហើយសាន់ម៉ៅបានឡើងរបងខាងក្រោយឡានលីបានមកជួយកណ្ដឹងដើម្បីឲ្យអ្នកយាមគេមកបាក់ទ្វារមើលពេលនោះសាន់ម៉ៅក៏បានឆ្លៀតឱកាសចូលតាមទ្វារធំដើម្បីទៅជួបអ្នកនាងបន្ទាប់ពីរៀបរាប់គ្រប់យ៉ាងឲ្យអ្នកនាងដឹងហើយអ្នកនាងក៏បានឲ្យប្រាក់មួយចំនួននិងសម្លៀកបំពាក់សម្រាប់ឲ្យកូនរបស់គាត់ប៉ុន្តែនៅពេលសាន់ម៉ៅចេញទៅក៏ត្រូវអ្នកយាមចាប់បានប៉ុន្តែអ្នកនាងបាននិយាយកុហកពួកគេថាសាន់ម៉ៅគឺជាសាច់ញាតិដែលទើបមកពីស្រែឬដូច្នេះអ្នកយាមទាំង3នាក់ក៏មិនហ៊ានប្រឆាំងក៏បានដោះលែងសាន់ម៉ៅឲ្យទៅប៉ុន្តែពួកគេទាំង3បានសង្ស័យថាទារកតូចនោះពិតជាមិនទាន់ស្លាប់រួចហើយក៏បានទៅរាយការណ៍ប្រាប់ឪពុករបស់នាងនៅពេលឈៀវមកដល់ផ្ទះបរិសអ្នកមាននោះក៏បានចាប់នាងដើម្បីសួរចម្លើយពេលនោះអ្នកយាមទាំង3នាក់ក៏បានធ្វើទារុណកម្មចំពោះឈៀវដើម្បីឲ្យនាងឆ្លើយប៉ុន្តែឈៀវនាងមិនបាននិយាយអ្វីទាំងអស់ដោយពួកគេទាំង3ឃើញថាឈៀវជាមនុស្សពូកែអត់ទ្រាំពួកគេនាំគ្នាដើម្បីរកមធ្យោបាយថ្មីនៅពេលដែលឈៀវនាងបានយកទឹកដោះគោទៅឲ្យទារកនោះពួកគេក៏បានលួចតាមដានពីក្រោយពេលនោះពួកគេក៏បានរកឃើញទារកតូចនោះមែនភ្លាមនោះពួកគេក៏បានទៅដណ្ដើមទារកពីសាន់ម៉ៅរួចក៏នាំគ្នាយករត់ទៅបាត់ឡាលីឃើញដូច្នោះក៏បានប្រឡែងឆ្កែពីក្បាលហើយឆ្កែក៏បានដេញខំអ្នកទាំងពីរនេះពេញផ្លៃទន្ទឹមនឹងនោះដែរគឺនៅសល់តែអ្នកបម្រើស្រីម្នាក់ប៉ុណ្ណោះដែលនៅយាមអ្នកនាងឃើញដូច្នេះក៏ឆ្លៀតឱកាសនោះរត់ចេញផងដែរអ្នកទាំងពីរដែលបានបីទារករត់មានការឆ្ងល់យ៉ាងខ្លាំងថាហេតុអីបានជាឆ្កែទាំងពីរនោះដេញគាត់មិនឈប់តែនៅពេលដែលគេរត់ដួលធ្លាក់ទារកនោះវាដៃហើយក្រណាត់នោះក៏បានបើកឡើងការពិតវាមិនមែនជាទារកនោះទេវាគ្រាន់តែជាកូនឆ្កែមួយក្បាលប៉ុណ្ណោះហើយទន្ទឹមគ្នានោះដែរសាន់ម៉ៅនិងគ្នាគេក៏បានយកទារកនោះទៅដល់ឯមាត់ទន្លេនៅពេលនោះអ្នកនាងនិងនិស្សិតម្នាក់នោះក៏កំពុងតែរងចាំពួកគេនៅទីនោះនៅពេលនោះដែរទារកនិងឪពុកម្ដាយរបស់គេបានជួបជុំគ្នាវិញហើយនៅពេលនោះសាន់ម៉ៅនិងឡានលីក៏បានឈរមើលទូករបស់អ្នកនាងចេញទៅឆ្ងាយពេលនោះសាន់ម៉ៅបានអបឡានលីឲ្យយំដោយគេរៀបរាប់អំពីការនឹករលឹករបស់គេ